រុស្ស៊ីប្រធានាធិបតីពូទីនបង្ហាញភាពចាប់អារម្មណ៍ក្នុងការស្វែងរកសន្តិភាពជាមួយនឹងអ៊ុយក្រែនប៉ុន្តែការសម្រេចមិនអាចធ្វើបានលឿនដូចដែលសហរដ្ឋអាមេរិកចង់បានបាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទព័ត៌មាននេះផងដែរគឺដកស្រង់ចេញពី website បាទ router បានន័យថាព័ត៌មាន router បងប្អូនណាបាទអញ្ចឹងនៅថ្ងៃទី30ខែមេសាឆ្នាំ2025នេះបាទអញ្ចឹងសេចក្តីថ្លែងការណ៍ពីស្ថានភាពបច្ចុប្បន្នរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្ហាញថាប្រធានាធិបតី Vladimir Putin បង្ហាញភាពចាប់អារម្មណ៍ក្នុងការស្វែងរកសន្តិភាពតាមរយៈវិធីសាស្ត្រនយោបាយនិងការទូតប៉ុន្តែស្ថានភាពស្មុគស្មាញនៃសង្គ្រាមនេះធ្វើឲ្យការសម្រេចមិនអាចធ្វើបានលឿនដូចដែលសហរដ្ឋអាមេរិកចង់បានបាទបងប្អូនចំណុចមួយនេះគឺសហរដ្ឋអាមេរិកក៏ធ្វើជាអាញាកណ្ដាលបងប្អូនបាទចំណុចនេះគឺធ្វើជាអាញាកណ្ដាលដើម្បីឲ្យស្រស់ស្រួលឲ្យរុស្ស៊ីនិងអ៊ុយក្រែនបានឆាប់បញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរនឹងតែម្ដងបងប្អូនណាបាទហ្នឹងហើយអញ្ចឹងឥឡូវបច្ចុប្បន្ននេះបើយើងបទវិភាគបើយើងដែលយើងតាមដានព័ត៌មានរុស្ស៊ីនិងអ៊ុយក្រែននេះគឺរុស្ស៊ីគាត់បើកភ្លើងខៀវក្នុងការចរចាឲ្យបងប្អូនណាបាទប៉ុន្តែប្រទេសអ៊ុយក្រែនបាទគាត់នៅឡើយតែមិនទាន់តបបងប្អូនណាបាទអញ្ចឹងលោក Dmitry Peskov បាទអ្នកនាំពាក្យសន្តវិមានបានបញ្ជាក់ថាលោកពូទីនមានចំណាប់អារម្មណ៍ក្នុងការចរចាជាមួយអ៊ុយក្រែនផ្ទាល់ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីខាងក្រុងគីវនៅឡើយទេបងប្អូនចំណែកខាងអ៊ុយក្រែនលោក Andriy Sybiha រដ្ឋមន្ត្រីការបរទេសបាននិយាយថាអ៊ុយក្រែនត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាពក្នុងទ្រង់ទ្រាយណាមួយប្រសិនបើរុស្ស៊ីយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌសហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថាកំពុងបង្ហាញការខកចិត្តចំពោះការខកខានក្នុងការសម្រេចកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានអំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនដាក់ស្នើផែនការជាក់លាក់ដើម្បីបញ្ចប់សង្គ្រាមនេះបើមិនដូច្នោះទេសហរដ្ឋអាមេរិកអាចដកខ្លួនចេញពីតួនាទីជាអ្នកជំរុញសន្តិភាពលោកប្រធានាធិបតី Donald Trump បាននិយាយថាលោកពូទីនចង់បញ្ចប់សង្គ្រាមនេះហើយបានអះអាងថាខ្លួនមានសមត្ថភាពក្នុងការបញ្ចប់សង្គ្រាមនេះផងដែរបាទត្រង់ចំណុចនេះបងប្អូនបើយើងវិភាគទៅគឺរុស្ស៊ីគឺគាត់បើការចរចាឲ្យបងប្អូនបាទចំណុចនេះដែលមានសហរដ្ឋអាមេរិកគាត់ធ្វើជាអ្នកនាំផ្លូវបងប្អូនបាទប៉ុន្តែយើងនៅរងចាំតែបាទខាងអ៊ុយក្រែននៅទីក្រុងគីវនៅឡើយទេបាទដូចជាលោកប្រធានាធិបតីបាទនៅប្រទេសអ៊ុយក្រែនជាដើមបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបាទរវាងប្រទេសទាំងពីរនេះយើងនឹងរងចាំមើលព័ត៌មានបន្តទៅទៀតដែលចេញពី router បងប្អូនបាទព័ត៌មានដែលដកស្រង់នេះគឺចេញពី router បាទភ្លាមតែម្ដងបាទបងប្អូនបាទសូមអរគុណចំពោះការតាមដានទស្សនាបងប្អូនណាបាទអញ្ចឹងបងប្អូនជួយចុច Subscribe ម្នាក់មួយដើម្បីពេលដែលខ្ញុំបង្ហោះវីដេអូចេញថ្មីគឺអាចតាមដានបាទជុំវិញស្ថានភាពនេះផងដែរបាទអរគុណបងប្អូនអ៊ុយក្រែនបានប្រកាសថាពួកគេត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងធនធានធម្មជាតិជាមួយនឹងសហរដ្ឋអាមេរិកបាទសួស្តីអ្នកទាំងអស់គ្នាបាទហ្នឹងហើយនេះគឺជាសារព័ត៌មានទី2បាទដែលយើងបន្តពីព័ត៌មានទី1អំបញ្ញមិញបងប្អូនណាបាទហ្នឹងហើយវាមិនបន្តបងប្អូនសូមបើកវងកញ្ចក់តិចបាទគឺព័ត៌មានដាច់ដោយឡែកបាទយើងក៏បានយកចេញពីសារព័ត៌មាន router ដូចគ្នាបងប្អូនបាទគឺសារព័ត៌មានជុំវិញពិភពលោកផងដែរបាទបងប្អូនបាទអញ្ចឹងនៅថ្ងៃទី30ខែមេសាឆ្នាំ2025បាទដឹងថ្ងៃដដែលបាទប្រទេសអ៊ុយក្រែនបានប្រកាសថាពួកគេត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងធនធានធម្មជាតិជាមួយនឹងសហរដ្ឋអាមេរិកដែលកិច្ចព្រមព្រៀងនេះមានគោលបំណងជួយស្ដារទំនាក់ទំនងជាមួយប្រធានាធិបតី Donald Trump និងជួយបង្កើនការគាំទ្រពីសហរដ្ឋអាមេរិកក្នុងសង្គ្រាមជាមួយរុស្ស៊ីដែលបានបន្តអស់រយៈពេលជាង3ឆ្នាំលោករដ្ឋមន្ត្រីអ៊ុយក្រែនបាននិយាយថាលោកស្រី Yulia Sviridenko អនុប្រធានាធិបតីទី1កំពុងធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ
បើទោះបីជាការចរចាបានបន្តអស់រយៈពេលជាច្រើនខែក៏មានប្រភពព័ត៌មានមួយបានបញ្ជាក់ថាមានបញ្ហាមួយបានកើតឡើងនៅវិនាទីចុងក្រោយនៃការចុះហត្ថលេខាបងប្អូនណាបាទសហរដ្ឋអាមេរិកបានជំរុញឲ្យអ៊ុយក្រែនចុះហត្ថលេខាលើឯកសារបន្ថែម2ផ្សេងទៀតជាមួយនឹងកិច្ចព្រមព្រៀងធនធានធម្មជាតិនេះប៉ុន្តែអ៊ុយក្រែនមានអារម្មណ៍ថាពួកគេមិនទាន់ត្រៀមខ្លួនសម្រាប់វានៅឡើយទេបាទតែពិតបាទរុស្ស៊ីគាត់បើកភ្លើងខៀវហើយបាទបងប្អូនប៉ុន្តែចំណែកអ៊ុយក្រែនវិញបាទគឺគាត់កំពុងតែជាប់ចរចាឬក៏គាត់កំពុងតែជាប់ចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកឯនេះវិញបាទបើយើងគិតឲ្យសពទៅគឺវាប្រមាថដែរបាទប្រហែលជាគាត់មិនទាន់បានត្រៀមខ្លួនទុកផងដែរសម្រាប់ការចរចាជាមួយរុស្ស៊ីបាទតែរឿងនេះគឺជារឿងពីរដាច់ដライពីគ្នាដែរបងប្អូនបាទអូខេចឹងយើងបន្តទៅទៀតសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះបានបង្ហាញថាអ៊ុយក្រែនបានទទួលការដកចេញនៅលក្ខខណ្ឌណាមួយដែលតម្រូវឲ្យពួកគេតបសម្រាប់ជំនួយយោធាដែលបានទទួលពីសហរដ្ឋអាមេរិកបាទកិច្ចព្រមព្រៀងនេះផ្ដល់ឲ្យសហរដ្ឋអាមេរិកនៅសិទ្ធិអធិភាពក្នុងការចូលរួមក្នុងការអភិវឌ្ឍធនធានធម្មជាតិថ្មីៗនៅអ៊ុយក្រែនប៉ុន្តែมันមានការផ្ដល់សិទ្ធិជាស្វ័យប្រវត្តិឲ្យសហរដ្ឋអាមេរិកលើទ្រព្យសម្បត្តិធនធានធម្មជាតិរបស់អ៊ុយក្រែនទាំងអស់ទេឬលើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេទេបងប្អូនណានយោបាយអ៊ុយក្រែនបានសង្កត់ថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែលបានជំរុញទៅលោកត្រាំនឹងជួយបង្កើនការគាំទ្រពីសហរដ្ឋអាមេរិកដែលបានធ្លាក់ចុះក្នុងពេលកន្លងមកកិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកជាឯកសារយុទ្ធសាស្ត្រដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍនិងស្ដារនៅសេដ្ឋកិច្ចរបស់អ៊ុយក្រែនឡើងវិញផងដែរបាទអញ្ចឹងយើងមានតែរងចាំមើលព័ត៌មានបន្តទៅទៀតបងប្អូនណាបាទនេះក៏ជាសារមួយបាទដែលខាងអ៊ុយក្រែនបាទនឹងឯងកំពុងធ្វើដំណើរបន្តទៅមុខរហូតចឹងណាបងប្អូនបាទអរគុណសម្រាប់ការទស្សនាបងប្អូនណាបាទបងប្អូនបើចង់បានតួព័ត៌មានថ្មីទៀតសូមចុច Subscribe បើគិតថាព័ត៌មាននេះល្អសូមជួយចុចមេដៃម្នាក់មួយផងបាទអរគុណច្រើនបងប្អូនបាទជម្រាបលា